ជំរាបសួរបងប្អូនទាំងអស់គ្នាតោះនាំគ្នាទៅលេងទឹកធ្លាក់លេងកៅទាំងអស់គ្នាតើទេសភាពនៅទឹកធ្លាក់លេងកៅស្រស់ស្អាតប៉ុណ្ណាតោះនាំគ្នាចេញដំណើរទាំងអស់គ្នាសាងបានធនធានមនុស្សស្មោះនឹងធម្មជាតិការពារទ្វេទៀតបានល្អពីចម្ងាយអីគាត់អាចមកបត់ដៃបត់ជើងនៅបន្ទប់ទឹកនេះបាននេះជាបន្ទប់ទឹកសួស្តីបងប្អូនទាំងអស់គ្នាឥឡូវយើងធ្វើដំណើរចុះទៅមើលទឹកធ្លាក់លេងកៅទាំងអស់គ្នាថាមានទេសភាពយ៉ាងណាឬក៏ផ្លូវចោះទៅមើលទេសភាពនៃទឹកធ្លាក់លេងកៅវាចោតឬក៏យ៉ាងណានោះសូមទស្សនាទាំងអស់គ្នាសួស្តីបងប្អូនទាំងអស់គ្នានេះជាទឹកធ្លាក់លេងកៅហើយមានទឹកធ្លាក់នេះមាន2ជាន់នេះមួយជាន់ទៀតធ្លាក់ទៅខាងក្រោមទៅខាងក្រោមនោះនឹងមួយជាន់ទៀតនេះជាន់ទី1បងប្អូននោះទឹកធ្លាក់មកខាងលើកានកងតចលកម្ពុជាកំណើនៅផ្លូវសេដ្ឋកិច្ចសម្រាប់បានជីវភាពកានធូរធាពីទីរួមស្រុកកៅសីមាមកទីរួមខេត្តវិញគឺនៅគីឡូលេខ98ចន្លោះគីឡូ98មក99ហ្នឹងបងប្អូនគឺមកដល់ទឹកធ្លាក់លេងកៅហើយនេះបងប្អូនទេសភាពទឹកធ្លាក់លេងកៅអូស្អាតមែនទែន